ចាជំរាបសួរបងប្អូនឥឡូវនាំចំណាប់អារម្មណ៍បងប្អូនមកមើលពីការធ្វើកទេលស័យទាំងអស់គ្នាចាត្រូវកាប់ត្រូវលីត្រូវសែងមកពីព្រៃអាស័យហ្នឹងវែងឆ្ងាយណាស់តម្រាំតបានកទេលស័យឲ្យបងប្អូនមួយចាហើយត្រូវប្រើគ្រឿងចាក់គ្រឿងអីច្រើនណាសម្រាប់ធ្វើកទេលស័យគ្រាប់កទេលស័យហ្នឹងឲ្យមាំតាន់ល្អនេះគឺម៉ាស៊ីនមានម៉ាស៊ីនចោះគ្រាប់ម៉ាស៊ីនលីងគ្រាប់ម៉ាស៊ីនចំហុយម៉ាស៊ីនអីឲ្យវាមាំតាន់ល្អអញ្ចឹងមកគឺកទេលស័យហ្នឹងគឺថាវែងឆ្ងាយមែនតែនតម្រាំតធ្វើចេញជាគ្រាប់មួយចាហើយពេលធ្វើជាគ្រាប់មួយហ្នឹងហើយគឺត្រូវយកទៅត្បាញទៀតអញ្ចឹងគឺចំណាយកម្លាំងពលកម្មច្រើនតម្រាំបានកទេលស័យហ្នឹងមួយគឺក្រងមកគ្រាប់វែងឆ្ងាយច្រើនអានេះគឺគេចាក់ចូលក្នុងធុងចំហុយហើយម៉ាស៊ីនចំហុយម៉ាស៊ីនក្លុកគ្រាប់ហ្នឹងដើម្បីឲ្យគ្រាប់ហ្នឹងវាមាំតមអាឡងស្អាតហើយគេមានស្មៅគេមួយយ៉ាងសម្រាប់ធ្វើចេញយកស្មៅហ្នឹងទៅហាលធ្វើដូចទីថាដាំដូចទឹកតែអញ្ចឹងហើយយកមកចំហុយនៅក្នុងអាទឹកស្មៅហ្នឹងគឺបានគ្រាប់អាឡងអញ្ចឹងណានេះគេចាក់ម្ដងមកគ្រាប់គឺវែងឆ្ងាយមែនតែននេះខាងបងនៅខាងចិនហ្នឹងគាត់ធ្វើចាក់ម្ដងគ្រាប់ហើយដេចេញជាជីដើម្បីទប់ស្កាត់ការកោះដាច់លហាយគឺវែងឆ្ងាយណាស់បងប្អូនអើយតម្រាំតបានកទេលស័យមួយមិនងាយដោយការគិតរបស់យើងណាហើយនេះគឺស្អាតមែនតែននេះគឺម៉ូតលាតទេហើយបើថាម៉ូតអីផ្សេងវិញគឺពិបាកចាក់ក្បាច់មែនតែនមិនងាយទេហើយនេះខ្សែតំណងវាគឺបែបហ្នឹងចាហើយគ្រាប់មួយគឺសិតតែថ្លឹងវាស់វែងតាមຂະຫນាតគេបងប្អូនមិនចេះតែកាត់ធ្វើណាគឺពិបាកណាស់តម្រាំតាបានកទេលស័យមួយនិយាយហើយនិយាយទៀតគឺថាវែងឆ្ងាយមែនតែនបងអើយគឺតម្រាំតាបានមួយគឺដោតម្ដងមកគ្រាប់មកខ្សែអញ្ចឹងណានិយាយទៅការងារនេះធ្វើដោយដៃចាមានធ្វើដោយម៉ាស៊ីនទេគឺធ្វើឲ្យដោយដៃផ្ទាល់ហ្មងអញ្ចឹងមិនងាយប្រហែលទេគឺម្ដងមកគ្រាប់តែដោតអត់ញាប់ដៃញាប់ជើងហ្នឹងគឺអត់បានកទេលចេញជាកទេលមួយឡើយចាអញ្ចឹងនៅវែងឆ្ងាយណាស់នេះនិយាយទៅកទេលស័យនេះគឺវាមានតាំងពីបរមបុរាណចិនមកហើយដោយសារចិនហ្នឹងគឺសម្បូរខាងអាដើមអាស័យធំគេហៅអាស័យយៈចាគឺអាស័យយៈសម្បូរមែនតែនខាងចិនហ្នឹងអញ្ចឹងគេប្រើប្រាស់ដើមអាស័យហ្នឹងឲ្យវាមានចេញជាប្រយោជន៍អញ្ចឹងណាអញ្ចឹងគេយកមកច្នៃបានធ្វើបានគ្រឿងសង្ហារឹមជា